កម្ពុជាចេញមុខតវ៉ាយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់អាជ្ញាធរថៃមកលើពលរដ្ឋភាពទឹកដីកម្ពុជានៅតាមបន្ទាត់ព្រំដែនចំនួន2អរគុណលោកលោកស្រីនិងនាងកញ្ញាអ្នកតាមដានទស្សនា Channel YouTube ពុំមុលកុំភ្លេចជួយ Subscribe YouTube ម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីកម្ពុជាចេញមុខតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពយោធាថៃដែលរំលោភលើអធិបតេយ្យភាពនិងពលរដ្ឋភាពទឹកដីព្រះរាជាណាចក្រកម្ពុជាបានសម្ដែងការតវ៉ានិងជំទាស់យ៉ាងខ្លាំងក្លាចំពោះសកម្មភាពជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពនិងពលរដ្ឋភាពទឹកដីរបស់កម្ពុជានៅក្នុងភូមិសាស្ត្រខេត្តជាប់ព្រំដែនចំនួន2កាលពីថ្ងៃទី17ខែមិថុនាឆ្នាំ2026កន្លងទៅនេះយោងតាមប្រភពព័ត៌មានបង្ហាញបញ្ហាប្រឈមនៅតាមបន្ទាត់ព្រំដែនបានផ្ទុះតវ៉ាឡើងវិញតាមរយៈទង្វើឯកតោភាគីរបស់ភាគីថៃក្នុងនោះរួមមានសកម្មភាពរំលោភបំពានចំនួន3ករណីធំទី1ការបង្ហូតទង់ជាតិថៃលើទឹកដីកម្ពុជានៅខេត្តពោធិ៍សាត់កាលពីថ្ងៃទី17ខែមិថុនាកងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពយ៉ាងកក្លឿនដោយបានលើកដងនិងបង្ហូតទង់ជាតិថៃនៅក្នុងទឹកដីនៃអធិបតេយ្យភាពរបស់កម្ពុជាត្រង់ចំណុចតំបន់ច្រកអន្តរជាតិថ្មដាស្ថិតនៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ដែលជាទង្វើនេះជាការបំពានយ៉ាងច្បាស់ក្រឡែតលើខណ្ឌសីមាព្រំដែននៃប្រទេសកម្ពុជាករណីទី2ករណីដុតបំផ្លាញឃ្លាំងខុសច្បាប់នៅខេត្តឧត្តរមានជ័យកាលពីថ្ងៃដដែលនោះដែរព្រឹត្តិការណ៍ដ៏តានតឹងមួយទៀតបានកើតឡើងនៅក្នុងសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យឃ្លាំងមួយកន្លែងដែលស្ថិតនៅក្នុងបរិវេណសន្តាគារនិងរមណីយដ្ឋានRoyal អូស្មាច់ដែលបច្ចុប្បន្នត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់នោះត្រូវបានរាយការណ៍ថាត្រូវបានគេដុតបំផ្លាញដោយចេតនាដែលបង្កឲ្យមានការសង្ស័យនិងព្រួយបារម្ភខ្លាំងអំពីបញ្ហាសន្តិសុខការសាងសង់បេតុងឯកតោភាគីនៅតំបន់ប្រាសាទតាក្របីមិនត្រឹមតែប៉ុណ្ណោះទេកងកម្លាំងប្រដាប់អាវុធថៃថែមទាំងបានបំពេញកិច្ចព្រមព្រៀងព្រំដែនដោយបានធ្វើការសាងសង់របងបេតុងដោយខ្លួនឯងជាឯកតោភាគីនៅក្នុងតំបន់ប្រាសាទតាក្របីស្ថិតនៅក្នុងស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យដែលជាតំបន់ដទៃទៀតនៃភូមិសាស្ត្រព្រំដែននៅរវាងប្រទេសទាំងពីរសូមបញ្ជាក់ឡើងវិញថាជំហរផ្លូវការរបស់កម្ពុជាចំពោះមុខសកម្មភាពរំលោភបំពានជាបន្តបន្ទាប់និងមានលក្ខណៈជាប្រព័ន្ធពីសំណាក់យោធាថៃនេះភាគីកម្ពុជាបានសម្រេចចេញមុខតវ៉ាប្រឆាំងយ៉ាងដាច់ខាតនិងទាមទារឲ្យភាគីថៃគោរពច្បាប់អន្តរជាតិក៏ដូចជាកិច្ចព្រមព្រៀងនានាដែលប្រទេសទាំងពីរមានកន្លងមកដើម្បីរក្សានូវសន្តិភាពស្ថិរភាពនិងទំនាក់ទំនងរវាងប្រទេសជិតខាងភូមិផងរបងជាមួយសេចក្តីថ្លែងការណ៍បន្ថែមជុំវិញកំណត់ផ្លូវការដែលការជាការឆ្លើយតបផ្នែកការទូតពីភាគីពាក់ព័ន្ធនឹងត្រូវធ្វើបច្ចុប្បន្នភាពជូនជាបន្តបន្ទាប់អរលោកស្រីអ្នកនាងកញ្ញាជាទីគោរពស្រឡាញ់យើងបានដឹងហើយថាចាប់តាំងតែពីមានសង្គ្រាមរវាងកម្ពុជាថៃមកថៃតែងតែបំពានមកលើកម្ពុជាជារៀងរហូតដោយខ្លួនតែងតែមានអំណួតនិងមានអំណាចអាងទៅលើកម្លាំងយោធាសព្វាវុធនិងសេដ្ឋកិច្ចរបស់ខ្លួនតែអ្វីដែលថៃខ្លាចនោះគឺថៃមិនដាហ៊ានប្រឈមមុខជាមួយនឹងផ្លូវច្បាប់ជាមួយកម្ពុជានោះឡើយមានរឿងជាច្រើនដែលថៃមិនដែលឈ្នះកម្ពុជានៅតាមរយៈការទូតទេបងប្អូនបាទដូចជារឿងនៅប្រាសាទព្រះវិហារជាដើមដូចជារឿងនៅឈុំសមុទ្រក៏ដែរគឺថៃតែងតែព្យាយាមគេចវេះមិនព្រមចូលរួមតុចរចាជាមួយនឹងតុលាការអន្តរជាតិទេគឺគេតែងតែប្រើកម្លាំងព្រៃផ្សៃឬក៏ហៅថាច្បាប់ព្រៃច្បាប់អំណាចម្នាក់ឯងអត់មិនអ្នកដទៃនៅក្នុងផ្នែកនេះពិតជាបងធំនៅអាស៊ីឬក៏ជាអ្នកលេងនៅអាស៊ីតែថ្មីនេះទង្វើរបស់ថៃតែងទទួលរងនៅអំពើបាបដោយខ្លួនឯងបងប្អូនណាបាទតែដល់ជួបរងបញ្ហាផ្សេងនៅក្នុងប្រទេសដូចជាគ្រោះអគ្គិភ័យភ្លើងឆេះទឹកជំនន់អ្វីពិសេសនោះក្នុងប្រទេសខ្លួនឯងកំពុងតែច្បុកច្បល់ចលាចលអត់ដឹងមួយណាអ្នកណាគ្រប់គ្រងអ្នកណាទេភាគខាងត្បូងនិយាយពីបាញ់បហាកាប់ចាក់គ្នាសឹងតែរាល់ថ្ងៃ
នេះគឺជាផលកម្មដែលពួកថៃបានធ្វើតែហ៊ានថៃអស់ហ្នឹងខ្លាំងបានតែជាមួយពួកយើងទៅរកពួកផ្ដាច់ខ្លួនជាមួយនឹងពួកផ្ដាច់ខ្លួនភៀកខាងត្បូងផងពួកគេនឹងដាក់គ្រាប់បែកផ្ទុះតចវាយស្រុកចវាយខេត្តបងប្អូនអើយបាទអរគុណដែលបាន